ប្រមាត់តាយោគឺជាជំនឿអរូបីមួយដែលស្ថិតក្នុងចំណោមរឿងរ៉ាវខ្មោចព្រាយបិសាចនៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលមកយោងតាមជំនឿនិងការនិទានតគ្នាខ្ញុំនឹងរៀបរាប់អំពីលក្ខណៈពិសេសនិងសកម្មភាពសត្វអរូបីមួយនេះអត្តសញ្ញាណនិងរូបរាងប្រមាត់តាយោត្រូវបានគេជឿថាជាប្រភេទធ្មប់ឬអាបម្យ៉ាងដែលមានកម្រិតខ្ពស់និងសាហាវជាងអាបធម្មតាលក្ខណៈសម្គាល់ដែលប្លែកពីអាបធម្មតាគឺប្រមាត់តាយោហោះទៅទាំងក្បាលនិងមានជាប់សរីរាង្គប្រមាត់ពណ៌បៃតងខៀវភ្លឺភ្លេកការស្វែងរកចំណីពួកវាចូលចិត្តចេញរកស៊ីនៅពេលយប់អធ្រាត្រតាមទីវាលក្បែរមាត់ទឹកឬកន្លែងដែលមានក្លិនឆ្អាបចំណីសំណប់ក្រៅពីរបស់ស្អុយរលួយរបស់ដែលវាប្រាថ្នាបំផុតគឺប្រមាត់របស់សត្វលោកមិនថាសត្វពាហនៈឬមនុស្សឡើយគេជឿថាបើវាស៊ីប្រមាត់អ្នកណាហើយអ្នកនោះនឹងត្រូវស្លាប់ដោយរោគមូលហេតុមិនឃើញឬស្លាប់ដោយសាររលួយក្នុងកម្លាំងវិញ្ញាណពួកនេះមានឫទ្ធិខ្លាំងអាចបំបាំងកាយមិនឲ្យមនុស្សធម្មតាមើលឃើញបានដោយងាយទេលើកលែងតែអ្នកមានអាគមវិជ្ជាដូចគ្នាចាស់បុរាណច្រើនហាម5កូនចៅមិនឲ្យដើរយប់ប្រលប់ក្នុងតំបន់ដាច់ស្រយាលឬដេកនៅកន្លែងដែលទើបនឹងមានពិធីសត្វឃាតធំដូចជាគោក្របីព្រោះវាតាក់ទាញយកក្លិនឆ្អាបនិងតាក់ទាញប្រមាត់តាយោឲ្យមកជិតក្នុងជំនឿខ្លះទៀតគេនិយាយថាបើវាហោះកាត់ផ្ទះអ្នកណាហើយស្រក់ទឹកមាត់ចំសមាជិកគ្រួសារណាម្នាក់នោះនឹងធ្លាក់ខ្លួនឈឺធ្ងន់ភ្លាមបច្ចុប្បន្នរឿងរ៉ាវប្រមាត់តាយោត្រូវបានគេយកមកច្នៃជាសាច់រឿងក្នុងវីដេអូភ័យរន្ធត់ឬខ្សែភាពយន្តដើម្បីបង្កើនភាពព្រឺព្រួចនិងរក្សាទុកនូវអត្តសញ្ញាណរឿងព្រេងនិទានខ្មែរឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់ប្រមាត់តាយោគឺជាតំណាងឲ្យភាពអាក្រក់នៃអំពើអាគមងងឹតក្នុងជំនឿខ្មែរដែលផ្សារភ្ជាប់ទៅនឹងការភ័យខ្លាចចំពោះសត្វអរូបីដែលតាមយាយីជីវិតមនុស្សនៅពេលរាត្រី